របៀបធ្វើទឹកស៊ុបថ្លាសម្រាប់ទឹកស៊ុបថ្លានេះគឺយើងយកទឹកធ្វើបបរខាប់គ្រប់គ្រឿងក្មេង6ខែទៅអាចប្រើប្រាស់បាននៃស៊ុបថ្លាគឺជាប្រភេទទឹកស៊ុបដែលមានជីវជាតិច្រើនខ្លាំងមែនតើដោយសារតែយើងរងាស់ចេញពីប្រភេទពួកបន្លែពីសាច់ដែលយើងបានដាក់រងាស់នៅក្នុងឆ្នាំងតែមួយអញ្ចឹងនៅពេលដែលយើងធ្វើបបរឲ្យកូនបង្កើនរសជាតិហើយវាសម្បូរជីវជាតិទៅតាមនឹងថែមទៀតនេះគឺជាគ្រឿងផ្សំដែលខ្វះអត់បានតែម្ដងគឺខ្ញុំប្រើជាមួយនឹងស្ដាច់ស្រាយពីប្រទេសហើយជាមួយនឹងពធាក្រហមដែរស្ដាច់ស្រាយខ្ញុំយកមកត្រាំទឹកបែបនេះសិនណាហើយសម្រាប់ប្រភេទបន្លែខ្ញុំទៅមើលបន្លែសិនខ្ញុំស្រង់ចាប់ដើមស្រង់បន្លែចេញហើយលាងសម្អាតវាឲ្យស្អាតល្អនិយាយទៅបន្លែនៅពេលដែលលាងជាមួយនឹងសាប៊ូលាងបន្លែអញ្ចឹងណាគឺអត់បារម្ភថាកូនញ៉ាំទៅគាត់រាករួសអីចឹងទេហើយវាស្អាតល្អថែមទៀតសម្រាប់ពធាខ្ញុំយក15គ្រាប់ណាខ្ញុំនិយាយទៅដាក់តាមចំណង់ចំណូលចិត្តទៅម៉ែបងមានចាប់អារម្មណ៍បន្លែខ្ញុំមិនឡើងស្អាតហ្មងណាហើយសម្រាប់ផ្នែកសាច់គឺខ្ញុំយកជាមួយនឹងឆ្អឹងជំនីខ្ញុំស្រោះជាមួយនឹងទឹកក្តៅសិនដោយសារតែប្រភេទសាច់នៅពេលដែលយើងស្រោះអញ្ចឹងវាបាត់ក្លិនណាផ្នែកទឹកខ្ញុំយក2លីត្រខ្ញុំដាក់អញ្ចឹងហើយពេលទឹកពុះខ្ញុំដាក់ស្លាច់ស្រាយសិនណាចាបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមបង់សាច់ចាដាក់បន្លែយើងចូលទាំងអស់តែម្ដងពធាដាក់ក្រោយគេស្លាច់ស្រាយនេះគឺយើងអាចរងាស់វាចោល10ឬក៏15នាទីទៅយើងស្រង់ចេញក៏បានដែរម៉ាក់តែខ្ញុំនេះរវល់ដល់ពេលអញ្ចឹងគឺខ្ញុំដាក់ស្រាយស្លាច់ស្រាយនេះគឺរងាស់ទៅមួយគ្នាហ្មងតែការរងាស់ទឹកស៊ុបថ្លាយើងប្រើរយៈពេល1ម៉ោងកន្លះទៅ2ម៉ោងទឹកស៊ុបរបស់ខ្ញុំនេះគឺចេញមកស្អាតហើយចាគឺខ្ញុំរងាស់រយៈពេល1ម៉ោងកន្លះហើយសម្រាប់ការរងាស់ទឹកស៊ុបថ្លាម៉ាក់បំកោយើងអាចបើកភ្លើងតិចតិចដើម្បីរងាស់ហើយបើយើងកូរគឺវាអាចបែកនឹងបន្លែបែកសាច់ចូលគ្នាអញ្ចឹងវាអាចធ្វើទឹកស៊ុបរបស់យើងវាខាប់ណាសម្រាប់ការធ្វើទឹកស៊ុបថ្លាគឺខ្ញុំប្រើប្រាស់ជាមួយនឹងប្រភេទពុម្ពបកកទឹកស៊ុបនេះសម្រាប់ពុម្ពនេះគឺជាប្រភេទពុម្ព8បន្លោះជាប្រភេទពុម្ពស៊ីលីកូននិយាយទៅធន់នឹងកម្ដៅធន់នឹងត្រជាក់បានល្អទៀតមិនអាចយកទៅដុតនំដុតអីបានថែមទៀតហ៎ហើយវាធន់ល្អនៅពេលដែលយើងដាក់ក្តៅដាក់ត្រជាក់បែបហ្នឹងក្នុងមួយឈុតគេនឹងមាន8បន្លោះហើយមានជើងតម្រូវឲ្យយើងមួយទៀតហើយសម្រាប់កម្របគេអាចបិទបើកបានហើយខ្ញុំដាក់អត់គ្រាន់នេះគឺខ្ញុំប្រើជាប្រភេទពុម្ពនេះទៀតណាចាប្រភេទពុម្ពស៊ីលីកូននិយាយទៅគឺធន់នឹងកម្ដៅធន់នឹងត្រជាក់ពីប្រភេទ BPA free ទាំងអស់តែម្ដងឥឡូវ final គឺសម្រាប់ទឹកស៊ុបខ្ញុំរួចរាល់ហើយប៉ុណ្នេះហើយសម្រាប់ទឹកស៊ុបនេះជាទូទៅគឺយើងអាចប្រើប្រាស់បានចាទុកនៅកន្លែងទូត្រជាក់បានធំតែ2ថ្ងៃអីទៅបានហើយក្រៅពីនោះគឺយើងអាចយកទូបកកដាក់ទូបកកទៅប៉ុន្តែខ្ញុំអត់ recommend ឲ្យយើងធ្វើទឹកស៊ុបនឹងច្រើនដើម្បីទុកប្រើបានយូរទេយើងទុកយូរពេកវីតាមីននិងសារធាតុចិញ្ចឹមនៅក្នុងទឹកស៊ុបនឹងក៏វាបាត់បង់ថយទៅតាមនឹងអញ្ចឹងសម្រាប់ទឹកស៊ុបខ្ញុំរួចរាល់ហើយធំក្លិនឡើងចាស់ក្លិនឈ្ងុយពេញផ្ទះតែម្ដងឥឡូវខ្ញុំយកទៅដាក់ទូបកកឲ្យទុកធ្វើបបរឲ្យកូនស្អែកដែរអញ្ចឹងសម្រាប់សម្ភារៈនេះខ្ញុំសិតតែមានលក់នៅក្នុង page ខ្ញុំទាំងអស់ទាំងគ្រឿងទេសឬសម្ភារៈដែលយើងបកកទឹកស៊ុបថ្លានឹងឯង